ពួកគេបានទទួលប្រវត្តិរូបពេញលេញរបស់ជីមីដើមឡើយជីមីគឺជាជនជាតិអាមេរិកដែលត្រូវបានចាប់ខ្លួនពីបទលួចក្នុងអំឡុងពេលធានាខ្លួនគាត់បានភៀសខ្លួនទៅប៉ារីសដើម្បីជៀសវាងផលប៉ះពាល់ដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរពួកគេបានបញ្ជូនភ្នាក់ងារកម្ពុជារបស់ពួកគេគឺ Pryor ដែលមានបំណងចាប់ខ្លួន Jimmy មុនពេលប៉ូលីសអាចធ្វើបាននៅពេលនេះ Jimmy ក៏មានអារម្មណ៍ថាមានគ្រោះថ្នាក់ដែរគាត់ឃើញថាទូរទស្សន៍ពោពេញទៅដោយព័ត៌មានអំពីការតាមចាប់ខ្លួនគាត់ដូច្នេះគាត់ក៏ប្រញាប់យកលុយទាំងអស់ដែលគាត់បានលួចអស់ជាច្រើនឆ្នាំមកចងជាប់នឹងខ្លួនហើយក៏ត្រៀមខ្លួនភៀសខ្លួនប៉ុន្តែភ្លាមនៅពេលដែលគាត់ចេញទៅខាងក្រៅគាត់ក៏ឃើញភ្នាក់ងារនៅខាងក្រោមបង្ហាញរូបថតរបស់គាត់ហើយសួររកកន្លែងដែលគាត់នៅដោយគ្មានជំរឿផ្សេងទៀតគាត់អាចត្រឹមតែត្រឡប់ទៅបន្ទប់របស់គាត់វិញបន្ទាប់មកបើកបង្អួចបន្ទប់គេងហើយលួចចេញទៅដោយមិនស្ទាក់ស្ទើរឈួរនៅលើដំបូលដែលរលោងនឹងចំណោទនេះមួយជំហានខុសអាចធ្វើឲ្យគាត់ធ្លាក់ចុះអាក្រក់ជាងនេះទៅទៀតគាត់ទើបតែដើរបានពី8ជំហានប៉ុណ្ណោះមុនពេលត្រូវបាន Pryor ឃើញដែលកំពុងស្វែងរកផ្លូវចេញទៅខាងក្រៅឃើញទឹកមុខដ៏កាយសាហាវរបស់បុរសម្នាក់ទៀត Jimmy ក៏ភ័យខ្លាចហើយប្រញាប់ក្រោកឈរដើម្បីបន្តការរត់គេចខ្លួនយ៉ាងប្រកិតនៅពេលនេះទោះបីជាការរត់កាត់ដំបូលមានគ្រោះថ្នាក់ប៉ុណ្ណាក៏ដោយ Jimmy មិនហ៊ានឈប់សូម្បីតែកន្លះវិនាទីក៏ដោយបើមិនដូច្នេះទេគាត់នឹងត្រូវបាក់ខ្លួនក្នុងពេលឆាប់នេះអ្នកទាំងពីរដេញតាមពីលើដំបូលរហូតដល់ដីទីបំផុត Jimmy បើពឹងផ្អែកលើចំណេះដឹងរបស់គាត់អំពីភូមិសាស្ត្របានរត់ចូលទៅក្នុងផ្សារដ៏មមាញឹកបន្ទាប់មកដោយប្រើជំនាញចាស់របស់គាត់បានលួចអាវធំនិងវ៉ែនតាបន្ទាប់ពីខ្លែងខ្លួនគាត់ក៏អាចកាត់ផ្តាច់ភ្នាក់ងារដែលនៅពីក្រោយគាត់បានប៉ុន្តែ Jimmy នៅតែមិនហ៊ានបន្ធូរអារម្មណ៍គាត់សម្លឹងឃើញម៉ូតូមួយនៅក្បែរនោះបន្ទាប់មកធ្វើពុតជាបុកអ្នកបើកបរដោយចៃដន្យខណៈពេលកំពុងដែរគាត់បានលួចសោពីខ្លួនបរោះនោះនៅពេលនោះJimmy គិតថាវិធីនេះគាត់អាចជិះម៉ូតូហើយគេចចេញពីផ្សារបានដោយជោគជ័យប៉ុន្តែមិននឹកស្មានដល់គ្រាន់តែប៉ុន្មានម៉ែត្របន្ទាប់ពីជិះចេញទៅគាត់ក៏ត្រូវបានភ្នាក់ងារឃើញបាទអាសាត់អើយឥឡូវធ្វើម៉េចទៀតយល់ព្រមបន្ទាប់មក Jimmy ត្រូវបាន Pryor នាំទៅបន្ទប់សួរចម្លើយសម្ងាត់និងមិនមាននីតិវិធីសួរចម្លើយស្តង់ដារនៅទីនេះទេប្រសិនបើ Jimmy មិនព្រមទទួលស្គាល់ការចាប់ប្រកាន់ពីបទពីប្រវ័យភាក្រាមទេនឹងប្រើមធ្យោបាយហិង្សាដើម្បីវាយគាត់រហូតដល់ស្លាប់Jimmy ប្រញាប់ពន្យល់ពីលំដាប់នៃព្រឹត្តិការណ៍ទាំងមូលដែលទទូចថាគាត់គ្រាន់តែជាចោរតូចតាចប៉ុណ្ណោះប៉ុន្តែរាល់ពេលដែលគាត់លួចគាត់ជ្រើសរើសចំណុចខ្វះខាតនៅក្នុងការគ្របដណ្ដប់នៃការគ្រប់ដណ្ដប់នៃការខ្លាំមើលដូច្នេះគ្មានវីដេអូដែលអាចបញ្ជាក់ថាគាត់បានលួចកាបូបនៅជនជាតិអាមេរិកទាំងពីរ Pryor សម្រេចចិត្តប្រអល់កាសឲ្យគាត់ម្ដងទៀតដើម្បីបង្ហាញខ្លួនឯងដូច្នេះគាត់ក៏បានដោះលែង Jimmy ដោយចេតនាហើយឲ្យគាត់ដើរមករកគាត់ Jimmy ស្កប់ស្ងាត់ប៉ះសម្លៀកបំពាក់របស់ Pryor ពី3ដងហើយបញ្យល់ថានេះគឺជាវិធីសាស្ត្រនៃការលួចរបស់គាត់ដោយប្រើវាដើម្បីបង្វែរចំណាប់អារម្មណ៍របស់ Pryor ទោះជាយ៉ាងណាក៏ដោយលើកនេះអ្វីដែលគាត់លួចមិនមែនជាកាបូបទេប៉ុន្តែជាលុយទាំងអស់ដែលនៅខាងក្នុងពួកគេបានទទួលប្រវត្តិរូបពេញលេញរបស់ Jimmy